3. វិស័យសង្គមនៅឆ្នាំ1965ដោយគំនាបប្រជាជនយឺតរដ្ឋាភិបាលបានបើកសិទ្ធិឲ្យបរិសុទ្ធស្ត្រីមានសិទ្ធិស្មើគ្នាព្រមទាំងលើកទឹកចិត្តស្ត្រីឲ្យចង់បានកូនច្រើនដោយរាប់ផ្ដល់ថវិកា 1000 ម៉ាក់សម្រាប់ស្ត្រីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាប់រយៈពេល 6 ខែដោយមិនកាត់ប្រាក់ខែទៀតផងហើយស្ត្រីមានកូនជាលើកទី 2ត្រូវមានច្បាប់ឈប់សម្រាកចំនួន1ឆ្នាំនិងកូនទី 3ចំនួន 18 ខែដោយរក្សាប្រាក់បៀវត្សពី 70% ទៅ 90%គេសង្កេតឃើញមានការរៀបអាពាហ៍ពិពាហ៍នៅចន្លោះឆ្នាំ1965មានចំនួន 6.9 ភាគ 1000 បានកើនទៅដល់ 8.8 ភាគ 1000 ក្នុងឆ្នាំ1975ចំពោះបញ្ហាសិទ្ធិនៃការបញ្ចេញមតិវិញក៏មានចែងក្នុងច្បាប់ដែរនៅក្នុងឆ្នាំ1970ពួកអ្នកនិពន្ធនិងនិស្សិតមួយចំនួនដែលរិះគន់ប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានគេបង្ខំឲ្យនិរទេសឬឃាត់ខ្លួនតាមច្បាប់ឆ្នាំ1997ជនណាដែលបានរៀបចំឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលត្រូវដាក់គុករយៈពេល 9 ឆ្នាំនៅឆ្នាំ1980រដ្ឋាភិបាលចាប់អ្នកប្រឆាំងដាក់គុកមានចំនួន 6,500 ទៅ 8,000 នាក់ 3.1 វិស័យសុខាភិបាលការព្យាបាលជំងឺប្រជាជនត្រូវធ្វើឡើងដោយឥតបង់ថ្លៃនៅឆ្នាំ1961ជាឆ្នាំដែលសាងសង់ជញ្ជាំងក្រុងបេឡាំងបុគ្គលិកសុខាភិបាលគ្រប់ជំនាញចំនួន 5,000 នាក់បានរត់ភៀសខ្លួនទៅកាន់អាល្លឺម៉ង់ខាងលិចដើម្បីស្ដារវិស័យនេះគេបានបណ្ដុះបណ្ដាលពេទ្យគ្រប់ជំនាញនៅឆ្នាំ1985មានគ្រូពេទ្យថ្នាក់បណ្ឌិតចំនួន 37,943 នាក់តន្តពេទ្យចំនួន 11,757 នាក់និងឱសថការីមានចំនួន 3,785 នាក់ចំនួនក្រែសរុបក្នុងមន្ទីរពេទ្យមានចំនួន 169,112 ក្រែ 3.2 វិស័យអប់រំកុមារត្រូវចូលរៀនចាប់ពីអាយុ 6 ឆ្នាំសម្រាប់សិស្សថ្នាក់ទី 7 ដល់ទី 10ត្រូវតែចំណាយមួយថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធ្វើកម្មសិក្សានៅក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រឬនៅក្នុងកសិដ្ឋានចំណែកសិស្សចាប់ពីថ្នាក់ទី 10 ឡើងទៅត្រូវរៀនបន្ថែម 2 ឆ្នាំសម្រាប់ថ្នាក់វឹកវើនៅមធ្យមសិក្សា 3 ឆ្នាំសម្រាប់សាលាមុខជំនាញចំណែកនៅថ្នាក់ឧត្តមសិក្សាវិញនៅទូទាំងប្រទេសមានសាកលវិទ្យាល័យចំនួន 7 និងវិទ្យាស្ថានជាន់ខ្ពស់ចំនួន 47 ផ្សេងទៀត